កំជ្រួចវង BM21 ក្រាតគឺជាប្រព័ន្ធបាញ់រ៉ុកែតដែលផលិតដោយសហភាពសូវៀតនៅក្នុងអំឡុងសង្គ្រាមត្រជាក់និងបាញ់គ្រាប់ពិតទំហំ122មីលីម៉ែត្រវាមានចំនួន40គ្រាប់នៅក្នុងពេលតែមួយពាក្យថាក្រាតមានន័យថាគ្រាប់ទឹកភ្លៀងវាត្រូវបានផលិតមកគោលបំណងកំទេចបន្ទាយទាហានទីក្រុងលេនដ្ឋានផ្សេងៗហើយក្នុងការចល័តរហ័សវាត្រូវបានដាក់ឲ្យប្រើប្រាស់ដំបូងឡើយនៅក្នុងឆ្នាំ1969ហើយនៅក្នុងនោះប្រទេសកម្ពុជាយើងក៏មានប្រើប្រាស់ផងដែរវាបាញ់បានចម្ងាយរហូតដល់20គីឡូម៉ែត្រដល់40គីឡូម៉ែត្រឯណោះសូមបញ្ជាក់ផងដែរថា BM21 នេះត្រូវបានកម្ពុជារបស់យើងបញ្ជាទិញពីប្រទេសរុស្ស៊ីតាំងពីសម័យសង្គ្រាមលោកលើកទី2មកម្លេះបងប្អូនទាំងអស់គ្នាបាទអញ្ចឹងទេបាទអាវុធ BM21 នេះកម្ពុជាយើងបាទនៅក្នុងតំបន់អាស៊ីយើងបាទគឺកម្ពុជាមានច្រើនខ្លាំងមែនទែនបាទរហូតទៅដល់រាប់រយជិតដល់ពាន់គ្រឿងឯណោះបងប្អូនទាំងអស់គ្នាបាទអញ្ចឹងកម្ពុជារបស់យើងបាទសល់អាវុធនេះច្រើនខ្លាំងមែនទែនបាទហើយអាវុធនេះបាទវានៅតែជាបាទការប្រើប្រាស់ដ៏ល្អសម្រាប់កម្ពុជាដោយសារតែនៅសង្គ្រាមបាទរវាងកម្ពុជានិងថៃបាទកម្ពុជារបស់យើងបាទតែងតែប្រើបាទ BM21 នេះបាទជាបាទមុខងារចាំបាច់បំផុតសម្រាប់តបតជាមួយនឹងថៃដែលឈ្លានពានកម្ពុជារបស់យើងបងប្អូនអូខេបាទអញ្ចឹងទេ BM21 នេះបាទនៅតែជាតួឯកក្នុងការបាទការពារជាតិកម្ពុជាបងប្អូនអូខេបាទហើយបងប្អូនដឹងទេថា BM21 នេះវាមានតម្លៃសមរម្យខ្លាំងមែនទែនក្នុងការបាទប្រើប្រាស់ដោយសារតែតម្លៃរបស់វាបាទខ្ទង់ប្រហែលជាបាទជាង$10,000ទៅបាទ2ទៅ10ម៉ឺន3ទៅ10ម៉ឺននោះទេបាទតាមប្រភេទស៊េរីចាស់ស៊េរីថ្មីអញ្ចឹង BM21 ក្រាតគឺជាប្រព័ន្ធបាញ់រ៉ុកែតដែលផលិតដោយសហភាពសូវៀតនៅក្នុងអំឡុងសង្គ្រាមត្រជាក់និងបាញ់គ្រាប់ពិតទំហំ122មីលីម៉ែត្រវាមានចំនួន40គ្រាប់នៅក្នុងពេលតែមួយពាក្យថាក្រាតមានន័យថាគ្រាប់ទឹកភ្លៀងវាត្រូវបានផលិតមកគោលបំណងកំទេចបន្ទាយទាហានទីក្រុងលេនដ្ឋានផ្សេងៗហើយក្នុងការចល័តរហ័សវាត្រូវបានដាក់ឲ្យប្រើប្រាស់ដំបូងឡើយនៅក្នុងឆ្នាំ1969ហើយនៅក្នុងនោះប្រទេសកម្ពុជាយើងក៏មានប្រើប្រាស់ផងដែរវាបាញ់បានចម្ងាយរហូតដល់20គីឡូម៉ែត្រដល់40គីឡូម៉ែត្រឯណោះបងប្អូនឃើញបាទអញ្ចឹងបាទ BM21 តម្លៃធូរថ្លៃបាទគ្រាប់របស់វាក្នុងមួយគ្រាប់ប្រហែលជាខ្ទង់បាទ$1,000ទៅ$2,000នោះទេបងប្អូនហើយបាទអញ្ចឹងទេកម្ពុជារបស់យើងបាទមានលទ្ធភាពទិញបាទ BM21 នេះច្រើនគ្រឿងខ្លាំងមែនទែនសម្រាប់ទុកការពារជាតិបងប្អូនអរគ្នាបាទអញ្ចឹងជាចុងក្រោយនៃវីដេអូនេះតើបងប្អូនអរគ្នាមានពាក្យពេចន៍អ្វីខមមិននៅខាងក្រោមវីដេអូនេះសូមខមមិននៅខាងក្រោមវីដេអូនេះទាំងអស់គ្នាហើយកុំភ្លេចជួយ share និង like បាទវីដេអូនេះម្នាក់មួយដើម្បីទទួលបានព័ត៌មានថ្មីនៅពេលក្រោយបាទសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូថ្មីក្រោយទៀត